មានផលិតផលឯមួយក្នុងផ្ទះគឺធ្វើឆ្ងាញ់ហើយគេចូលចិត្តគ្រប់គ្នាយើងជំរុញឲ្យយកមកធ្វើតេស្តគាត់អាចយកផលិតផលហ្នឹងចូលមកផ្សាយដល់កែច្នៃអាហារការជាការ៉េរបស់យើងនេះគឺគាត់ចូលទៅក្នុង pilot plan គាត់អាចយកវត្ថុធាតុដើមយកមកធ្វើតេស្តផលិតជាមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជានេះគឺជាការសហការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េដែលក្នុងនោះគឺយើងមាន4ផ្នែកធំៗផ្នែកទី1ហ្នឹងគឺផ្នែកផលិតកម្មខ្នាតតូចហ្នឹងគឺការផលិតផលិតផលគំរូហើយមួយទៀតដែលយើងមានហ្នឹងគឺផ្នែកវិភាគគុណភាពដែលគឺធានាសុវត្ថិភាពនិងគុណភាពរបស់ផលិតផលដែលយើងបានបង្កើតមកនេះហើយផ្នែកទី3របស់យើងគឺផ្នែកបណ្ដុះបណ្ដាលមានវគ្គបណ្ដុះបណ្ដាលជាច្រើននៅបណ្ដាខេត្តក្រុងរបស់យើងដើម្បីជួយទៅម្ចាស់សហគ្រាសក្នុងការផលិតផលគេហៅថា food processing នេះហើយចុងក្រោយគឺយើងមានផ្នែកផ្សព្វផ្សាយពេលមួយនោះមិត្តភក្តិរបស់ខ្ញុំលេងកីឡាជាមួយគ្នាគាត់យកទឹកស្ដាយដែលម្ដាយរបស់គាត់ធ្វើហើយគាត់ធ្វើតាមទីទូចញ៉ាំក្នុងផ្ទះប៉ុន្តែខ្ញុំញ៉ាំទៅឆ្ងាញ់ហើយខ្ញុំតែមានគំនិតថាឥឡូវទឹកស្ដាយនេះឆ្ងាញ់តែគាត់អាចធ្វើវាទៅជាផលិតផលដាក់លក់លើទីផ្សារបានក្នុងករណីនេះអ្នកដែលមានគំនិតអញ្ចឹងខ្ញុំធ្វើនៅក្នុងផ្ទះនៅក្នុងចក្រានបាយរបស់យើងណាប៉ុន្តែនៅពេលដែលយើងចង់លក់នៅលើទីផ្សារប្រកបជានឹងសួរតើអាចទៅផលិតនៅកន្លែងណាបានអាចវិចខ្ចប់យ៉ាងម៉េចបាទមានអីខ្លះដែលជួយបាទធ្វើទីផ្សារយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងមជ្ឈមណ្ឌលយើងនឹងជួយទេអ្នកដែលមានគំនិតអញ្ចឹងហ្នឹងហើយគឺជាចំណុចចម្បងរបស់មជ្ឈមណ្ឌលយើងហ្នឹងគឺជួយជំរុញគាត់បើគាត់បានមានការផលិតហើយប៉ុន្តែនៅក្នុងស្រុកយើងនេះម្ចាស់សហគ្រាសធុនមីក្រូតូចនិងមធ្យមនេះយើងភាគច្រើនតូចយើងនៅប្រើ traditional បើយើងប្រើទៅគឺបន្តជាពីមុនមកគឺម្ដាយឪពុកពងានតគ្នាតជំនាន់អញ្ចឹងទៅប៉ុន្តែនៅក្នុងបច្ចុប្បន្នភាពនេះគឺការផលិតវាជឿនលឿនបច្ចេកវិទ្យាថ្មីគឺនៅនឹងហើយដែលយើងអាចយកមកដើម្បីផ្សារភ្ជាប់អញ្ចឹងទី1ដែលយើងអាចជួយបានហ្នឹងអ្នកដែលគាត់កំពុងតែផលិតតែយើង scale up យើងពង្រីកឲ្យធំដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារយើងនេះរាល់ថ្ងៃហ្នឹងគឺមិនមែនតែទីផ្សារក្នុងប្រទេសទេទីផ្សារអន្តរជាតិហ្នឹងក៏យើងមានតម្រូវការច្រើនដែរហ្នឹងទី1ដូចអាយដាមស្លាក់លើកឡើងសម្រាប់គ្រួសារដែលគាត់កំពុងតែគាត់បានន័យថាមានផលិតផលឯមួយក្នុងផ្ទះហ្នឹងគឺធ្វើឆ្ងាញ់ហើយគេចូលចិត្តគ្រប់គ្នាយើងជំរុញឲ្យយកមកធ្វើតេស្តបានន័យថាគាត់អាចយកផលិតផលហ្នឹងចូលមកផ្សាយដល់កែច្នៃអាហារកម្ពុជាកូរ៉េរបស់យើងនេះគឺគាត់ចូលទៅក្នុង pilot plan គាត់អាចយកមកបានន័យថាយកវត្ថុធាតុដើមយកមកធ្វើតេស្តផលិតពីព្រោះជួនកាលមើលទៅឆ្ងាញ់មើលទៅស្អាតប៉ុន្តែมันមានន័យថាយើងមានគុណភាពហើយនិងសុវត្ថិភាពគ្រប់គ្រាន់ទេអញ្ចឹងកន្លែងយើងនឹងជួយផលិតផងរៀបចំឲ្យវាមើលទៅស្អាតឲ្យវាមើលទៅមានភាពតាក់ទាញផងហើយយើងអាចជួយពង្រឹងឲ្យគុណភាពហើយនិងសុវត្ថិភាពក្នុងការផលិតនឹងដែរកន្លែងហ្នឹងគឺជាចំណុចគោលរបស់យើងឯងខ្ញុំឧទាហរណ៍គាត់យកទឹកស្ដាយแล้วគាត់ធ្វើបានទឹកស្ដាយក្នុងកម្រិតប្រើប្រាស់ក្នុងគ្រួសារទៅពេលគាត់ចង់មកម្ចាស់មណ្ឌលយើងដើម្បីឲ្យយើងជួយគាត់ណាតែគាត់គួរយកអីមកខ្លះយកទឹកស្ដាយនឹងមកតែម្ដងកន្លែងនេះគឺមានការមានសំណួរច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់យើងមានសំណួរនៅក្នុង Facebook ផងសំណួរតាម Telegram ផងដែលសួរមកថាតើខ្ញុំត្រូវយកអីមកខ្លះចំណុចទី1បើមានទឹកស្ដាយបានធ្វើហើយយកហ្នឹងមកដើម្បីធ្វើការប្រឹក្សាយោបល់ប៉ុន្តែមុននឹងយកមកហ្នឹងគឺយើងមាន process មួយចំនួនដែលសូមឲ្យសាធារណជនគាត់យល់ហ្នឹងគឺមានន័យថាម៉េចធម្មតាកន្លែងយើងទុំតកែថ្មីត្រូវការពេលវេលាដែរយើងតម្រូវការមានច្រើនអញ្ចឹងយើងអាចទទួលបានគ្រប់ម្ចាស់សហគ្រាសមកយើងគាត់ត្រូវស្នើសុំទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងនៅ online ដូចជា Facebook Telegram ហ្នឹងគាត់ស្នើសុំចូលរួមនៅក្នុងគម្រោងយើងនឹងចាប់ផ្ដើមពិនិត្យមើលលើform ដែលគាត់ apply មកយើងហ្នឹងពេលដែលយើងមើលរួចហើយគាត់ត្រូវនឹងតម្រូវការរបស់យើងនៅក្នុងគម្រោងយើងហើយយើងនឹងស្នើឲ្យគាត់មកជួបយើងដើម្បីប្រឹក្សាយោបល់យើងមើលថាតើជាផលិតផលគាត់មានហើយចុះវត្ថុធាតុដើមហើយខ្ញុំសូមបញ្ជាក់កន្លែងនេះដែរសម្រាប់អ្នកដែលចូលរួមហ្នឹងគឺកន្លែងរបស់យើងមានជាទីកន្លែងយើងមានជាឧបករណ៍ទំនើបប៉ុន្តែម្ចាស់សហគ្រាសគួរត្រូវគាត់មានមនុស្សចូលមកធ្វើដែរពីព្រោះយើងអត់មានមន្ត្រីគ្រប់គ្រាន់ទៅជួយគាត់គ្រប់រឿងទេយើងផ្ដល់ទីតាំងយើងផ្ដល់ឧបករណ៍យើងប្រឹក្សាយោបល់ប៉ុន្តែអ្នកធ្វើគឺគាត់ទេគាត់ត្រូវ commit គាត់ត្រូវចង់ហើយគាត់ត្រូវធ្វើអញ្ចឹងបានន័យថាពេលដែលគាត់មកហ្នឹងបើគាត់មានផលិតផលហើយសូមអញ្ជើញយកមកបើហើយវត្ថុធាតុដើមដែលគាត់ធ្វើហ្នឹងគាត់នឹងអាចនឹងយកមកដែរយើងប្រឹក្សាយោបល់ថាយើងត្រូវធ្វើមិនហើយនឹង step បន្តមកទៀតហ្នឹងគឺយើងនឹងមានការណែនាំ how to បានន័យថាផលិតផលក្នុងករណីដែលគាត់មានវត្ថុធាតុដើមច្រើនហើយដូចថាគាត់មានដំណាំដែលគាត់ចង់យកមកគេហៅថា value added product ហ្នឹងពីព្រោះយើងភាគច្រើនយើងមានរបស់ធនធានច្រើនជាវត្ថុធាតុដើមបាទប៉ុន្តែភាគច្រើនគឺយើងអត់ទាន់តែច្នៃប្រឌិតផលិតផលហ្នឹងឲ្យវាទៅជា value added អញ្ចឹងហើយមជ្ឈមណ្ឌលនេះតែម្ដងហ្នឹងគឺគោលបំណងយើងធំហ្នឹងគឺឲ្យគាត់ចេះកែច្នៃវត្ថុធាតុដើមហ្នឹងមួយដូចថាឥឡូវអង្គយើងដូចអាយដាមបានលើកឡើងអង្គយើងហ្នឹងគឺលេខ1ហើយលើពិភពលោកប្រហែលឆ្នាំជាប់គ្នាមកតែម្ដងអញ្ចឹងអង្គហ្នឹងបើយើងមើលនៅស្រុកគេយើងរងថ្ងៃដាំបាយទុកតែប្រហែលម៉ោងក្រោយមកឬមួយកន្លះថ្ងៃបាយខូចប៉ុន្តែអង្គនៅស្រុកគេយកមកច្នៃបានន័យថាគេទុកបាយហ្នឹងបានមួយឆ្នាំយើងយកទៅកដៅតែបន្តិចទៅញ៉ាំបានអា value added ហ្នឹងវាជួយបានច្រើនមែនទែនហើយនៅមានផលិតផលផ្សេងទៀតដូចស្វាយសង្ងួតហើយអាស្វាយសង្ងួតហ្នឹងខ្លាំងជាងអាស្វាយស្រស់ទៀតហើយវាឆ្ងាញ់ហើយផលិតផលនៅក្នុងស្រុកយើងនេះដែលសំខាន់ណាស់ពេលដែលយើងមើលអតិថិជនយើងខ្មែរយើងមួយចំនួននៅអាមេរិកឬមួយក៏នៅប្រទេសផ្សេងគាត់ចង់ញ៉ាំអាហ្នឹងណាតែគាត់អត់មានបានមកញ៉ាំស្រស់ទេប៉ុន្តែដល់ពេលគាត់ទៅទិញនៅកន្លែងគេស្វាយស្រុកគេឆ្ងាញ់ដែរតែមិនដូចយើងទេយើងមានគ្រប់
បានតែគ្រប់ប្រភេទអញ្ចឹងការជំរុញក្នុងការផលិតកែច្នៃរបស់អាហារនេះគឺសំខាន់ណាស់ហើយមានអត្ថប្រយោជន៍ធំ